សួស្តីជម្រាបសួរពុកម៉ែបងប្អូនពេលព្រឹកព្រលឹមថ្ងៃទី29ខែ11 2025វិលមកជួបម៉ាក់លីហេងហើយជាមួយនឹងតម្លៃស្រូវដលងមីពុកម៉ែបងប្អូនចំពោះតម្លៃស្រូវប្រភេទស្រូវនាងអំប្រភេទស្រូវសើមបងប្អូនតម្លៃទិញចុងនេះគឺតម្លៃ61ពុកម៉ែបងប្អូនស្រូវប្រភេទនាងអំសើមគឺស្រូវដែលស្អាតអត់ការស្មៅហើយអត់ប្រឡាក់ផុជាពិសេសពុកម៉ែបងប្អូនដែលចង់លក់ចំពោះស្រូវស្រែបងប្អូនប្រឡាក់ដីប្រឡាក់ផុម៉ាក់លីហេងយកអត់កើតគឺម៉ាក់លីហេងប្រាប់ទៅតាមនោះវិញហើយចំពោះពុកម៉ែបងប្អូនមានស្រូវប្រភេទនាងអំស្ងួតចង់លក់ចេញឲ្យម៉ាក់លីហេងវិញតម្លៃទិញចូលគឺតម្លៃ630ពុកម៉ែបងប្អូនមានមុខណាគឺយកមកលក់បានតាមមុខនោះវិញហើយចំពោះប្រភេទចាប់ឆាយស្រូវចាស់ពុកម៉ែបងប្អូននេះជាប្រភេទស្រូវចាស់ម៉ាក់លីហេងទិញចូលតម្លៃ63ដូចគ្នាពុកម៉ែបងប្អូនមានមុខណាយកមកលក់បានសម្រាប់ស្តង់ដំឡូងម៉ាក់លីហេងធានាពុកម៉ែបងប្អូនមកថ្លឹងហើយគឺចាយលុយសិតតែម្ដងចំពោះពុកម៉ែបងប្អូនដែលមានចម្ងល់ចង់សួរចង់ទេអាចទេមកលេខទូរស័ព្ទរបស់ម៉ាក់លីហេងបានព្រោះម៉ាក់លីហេងតែងតែភ្ជាប់ជាមួយនឹងលេខទូរស័ព្ទនៅក្នុងវីដេអូដែលបានផុសពុកម៉ែបងប្អូនហើយមួយរយៈនេះក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែទេសួរម៉ាក់លីហេងទិញស្រូវនៅខេត្តណាម៉ាក់លីហេងទិញស្រូវនៅណាពុកម៉ែបងប្អូនជម្រាបជូនម៉ាក់លីហេងគឺទិញស្រូវនៅក្នុងទីតាំងរបស់ម៉ាក់លីហេងទិញទិលនៅស្រុកបារិនតែម្ដងពុកម៉ែបងប្អូនម៉ាក់លីហេងគឺអ្នកខេត្តសៀមរាបហើយទីតាំងទិញគឺនៅក្នុងស្រុកបារិនខេត្តសៀមរាបរបស់យើងនេះឯងពុកម៉ែបងប្អូនកុំអោយថាម៉ាក់លីហេងសួរហើយសួរទៀតសួរអត់ប្រាប់ហើយបងប្អូនប៉ុន្តែពុកម៉ែបងប្អូនខ្លះថ្មីក៏មិនទាន់បានឃើញពីកន្លែងម៉ាក់លីហេងទិញទេណាប៉ុន្តែម៉ាក់លីហេងជម្រាបហើយចំពោះពុកម៉ែបងប្អូនដែលមានដលងមីចង់លក់ដលងស្ងួតក៏អាចយកមកលក់ស្តង់ដំឡូងម៉ាក់លីហេងបានដូចគ្នាប្រភេទដលងស្ងួតបងប្អូននោះឃើញហើយមកកណ្ដប់នោះប្រហែលជា5-6តោនចង់មួយខែឡូវហើយបងប្អូនដែលតនេរួចស្រូវរួចអង្គហើយបងប្អូនចង់មានការងារធ្វើម៉ាក់លីហេងមានកលែងគីឡូឲ្យទៅកាប់ដលងមីពុកម៉ែបងប្អូនពីកាប់ស៊ីតោនឲ្យគេណាបងប្អូនយើងមានឧបករណ៍ខ្លួនយើងម៉ាស៊ីនស្បៃរបស់ខ្លួនយើងយកទៅកាប់នៅខាងកពាំងប្រាសាទគីឡូអ្នកកាប់ពួកពុកម៉ែបងប្អូនដែលអត់ការងារតាក់ទងម៉ាក់លីហេងហើយចំពោះដលងស្ងួតម៉ាក់លីហេងទិញចូលដលងស្ងួតស្អាតតង់សបក550ពុកម៉ែបងប្អូនតម្លៃនេះគឺអត់ទាន់មានឃើញឡើងតណាខ្លាំងទេពុកម៉ែបងប្អូនមួយចំនួនតែងខមមិនសួរម៉ាក់លីហេងឃើញគេឡើងម៉ាក់លីហេងទិញអត់ឡើងបងប្អូនដោយសារដលងម៉ាក់លីហេងលក់សឹងថាអត់ដែលបានខានទេឆ្នាំនេះគឺវិលជុំប៉ុន្តែខាង